ថ្ងៃនេះគឺខ្ញុំចេញមកវិភាគបាទជាមួយនឹងបងបាទតើតើនឹងការតកដើមវែងហើយនឹងតកដើមខ្លីនៅពេលដែលយើងគ្រាវអញ្ចឹងណាបាទដូចជាការនេះបាទគឺកើតបាទតករហូតដល់3ម៉ែត្រកន្លះបាទជាទូទៅយើងខ្ទង់តែ2ម៉ែត្រ8ឬ3ម៉ែត្រទេប៉ុន្តែជាការនេះបាទដល់ទៅ3ម៉ែត្របាទគឺខ្ពស់អញ្ចឹងណាបាទអញ្ចឹងខ្ញុំលើកតើតើនឹងគុណវិបត្តិសិនតើតើនឹងការដែលយើងតកខ្ពស់បាទគុណវិបត្តិគឺប៉ះពាល់ជាមួយនឹងខ្យល់អញ្ចឹងណាបើសិនជាខ្យល់ខ្លាំងគឺអាចលហែកមេឃឬក៏លលំដល់ដើមទៀតអាហ្នឹងបើសិនជាខ្យល់ខ្លាំងណាបាទព្រោះ3ម៉ែត្រកន្លះឡើងទៅគឺខ្ពស់ហ่ะបាទតែបើគុណសម្បត្តិវិញនៅពេលដែលកស៊ូរបស់យើងឈប់ប្រមូលផលបាទឈប់ប្រមូលផលអញ្ចឹងការលូកដើមបាទការលូកដើមគឺចំណេញច្រើនយើងដឹងហើយយើងទូទៅយើងខ្ទង់តែ2ម៉ែត្រ2ម៉ែត្រ8ឬ3ម៉ែត្រទេណាតើតើនឹងការគ្រីវប៉ុន្តែនេះដល់ទៅ3ម៉ែត្រកន្លះអញ្ចឹងមានន័យថាក្នុងមួយដើមយើងចំណេញបានកន្លះម៉ែត្របាទក្នុងមួយដើមចំណេញបានកន្លះម៉ែត្រអញ្ចឹងយើងគុណទៅក្នុងមួយហាត់យើងមាន500ដើមជាងអញ្ចឹងគឺយើងលក់បានថ្លៃអញ្ចឹងណាតើតើនឹងដើមកស៊ូរបស់យើងអាហ្នឹងតើតើនឹងគុណសម្បត្តិណាបាទហ្នឹងហើយតែបើសិនទៅតុកដើមខ្លីបាទតុកដើមខ្លីបាទនិយាយពីប្រយោជន៍បាទទី1បាទគឺវារីកដើមល្អបាទរីកដើមល្អហើយក៏វាអត់មានការប៉ះពាល់បាទជាមួយនឹងខ្យល់ខ្លាំងដែរព្រោះវារាងទាបអញ្ចឹងណាបាទអញ្ចឹងការរីកភាគច្រើនគឺរីកដើមហ្នឹងហើយបាទដើមរឹងមើមហើយរាងទាបអញ្ចឹងអត់សូវមានបញ្ហារឿងខ្យល់អីទេអញ្ចឹងណាបាទអញ្ចឹងសម្រាប់បងបាទយើងដាំកស៊ូបាទយើងវិភាគទាំងអស់គ្នានៅកន្លែងនេះតែយើងគោយក3ម៉ែត្រឬក៏3ម៉ែត្រកន្លះអញ្ចឹងណាបាទប៉ុន្តែសម្រាប់ខ្ញុំគិតថាបងគួរតែយកត្រឹមបាទ2ម៉ែត្រ8ឬក៏បាទ3ម៉ែត្រទៅបានហើយអញ្ចឹងណាបាទបើសិនជាយើងយកខ្ពស់ពេកបាទវាហានិភ័យជាមួយនឹងខ្យល់អញ្ចឹងណាបាទអញ្ចឹងវីដេអូនេះធ្វើការចែកម្លែកប៉ុណ្្នឹងសិនបាទអរគុណ